ស្ពានដែលត្រូវបានបំពាក់ដោយភ្លើងលម្អពណ៌ក្នុងពេលរាត្រីនេះមានឈ្មោះថាស្ពានឥន្ធនូកាលពីអតីតកាលនៅពេលដែលស្ពាននេះទើបនឹងសាងសង់រួចរាល់បើមើលពីចម្ងាយស្ពាននេះមានសន្តាន5កំណាត់កោងដោយឥន្ធនូនិងក្នុងពេលបច្ចុប្បន្នស្ពាននេះនៅសល់សន្តានតែ2កំណាត់បន្ទាប់ពីបានរងការបំផ្លាញចោល3កំណាត់ដោយសារគ្រាប់ផ្ទុះនៅពាក់កណ្ដាលអាធ្រាត្រថ្ងៃទី16ខែមិថុនាឆ្នាំ1971ដោយទាហានវៀតកុងក្នុងវិបត្តិនៃសង្គ្រាមកាលទសវត្សរ៍70ស្ពានថ្មមានសោភ័ណភាពដ៏ល្អត្រកាលនេះតភ្ជាប់ពីតំបន់កំពង់បាយដែលជាក្រុងកំពតសប្តាហ៍ថ្ងៃនៅត្រើយខាងកើតទៅតំបន់ត្រើយកោះនៅត្រើយខាងលិចមុនស្ពានឥន្ធនូនេះចាប់កំណើតជនជាតិបារាំងបានកសាងស្ពានឈើមួយនៅក្នុងឆ្នាំ1889ដើម្បីឆ្លងកាត់ព្រែកនេះស្ពានឥន្ធនូនេះគូប្លង់ដោយជនជាតិបារាំងនឹងត្រូវបានកសាងឡើងនៅក្នុងឆ្នាំ1923និងបញ្ចប់នៅឆ្នាំ1925នៅពេលដែលខេត្តកំពតស្ថិតក្រោមការគ្រប់គ្រងរបស់ចៅហ្វាយខេត្តឈ្មោះប៉ាន់យុងជាប្រជាជនខ្មែរកម្ពុជាក្រោមនិងក្នុងពេលដែលប្រទេសកម្ពុជាទាំងមូលស្ថិតក្រោមអាណាព្យាបាលបារាំងស្ពានឥន្ធនូនេះបន្ទាប់ពីត្រូវបានកាត់ផ្តាច់ក្នុងឆ្នាំ1971ត្រូវបានជួសជុលនិងតភ្ជាប់ឡើងវិញដោយប្រើដែកនៅក្នុងសម័យខ្មែរក្រហមឆ្នាំ1975ជួសជុលសារជាថ្មីម្ដងទៀតដោយកងកម្លាំងអ៊ុនតាក់និងត្រូវបានជួសជុលជាចុងក្រោយនៅឆ្នាំ2016សពថ្ងៃស្ពានដ៏ចំណាស់មានអាយុកាលជិត1សតវត្សរ៍នេះត្រូវបានចាត់ទុកជាសម្បត្តិបេតិកភណ្ឌនិងវប្បធម៌សម្រាប់មនុស្សខ្មែរជំនាន់ក្រោយសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្ររបស់ខេត្តកំពតក្រៅពីសំណង់ស្ពាននេះក្រុងកំពតមានសំណង់ចាស់ៗជាផ្ទះអគាររដ្ឋបាលផ្សាររោងភាពយន្តសាលារៀនផ្លូវគមនាគមន៍មន្ទីរពេទ្យលោកសឹមសុខជាអនុប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសូរិយោដីខេត្តកំពតទទួលបន្ទុកការងាររៀបចំដែនដីនិងសំណង់មានប្រសាសន៍ថាក្រៅពីស្ពានឥន្ធនូសំណង់ចាស់ៗដទៃទៀតនៅក្នុងខេត្តកំពតក៏ត្រូវបានចាត់ទុកជាសំណង់បេតិកភណ្ឌផងដែរសំណង់បេតិកភណ្ឌទាំងនោះមានផ្ទះចំនួន397ខ្នងនិងអគាររដ្ឋបាលចំនួន7ខ្នងស្ថិតនៅក្នុងសង្កាត់ចំនួន4នៃក្រុងកំពតសំណង់ចាស់ៗដែលត្រូវបានសាងសង់ឡើងនៅចន្លោះឆ្នាំ1907និងឆ្នាំ1953ទាំងនេះជាភស្តុតាងបង្ហាញឲ្យឃើញពីការចាប់អារម្មណ៍របស់ជនជាតិបារាំងចំពោះក្រុងកំពតនៃទឹកដីខ្មែរមួយនេះអំឡុងសម័យអាណានិគមនិយមកាលសម័យនោះសំណង់ភាគច្រើនត្រូវបានសាងសង់ដោយជនជាតិបារាំងសម្រាប់ស្នាក់នៅនិងសម្រាប់សម្រាកលំហែកាយនិងសាងសង់ដោយប្រើកំបោរលាយស្ករជំនួសស៊ីម៉ង់តជញ្ជាំងនិងសសរអំពីឥដ្ឋនិងឈើនិងមានដំបូលប្រក់ក្បឿងជាការពិតណាស់ទោះបីជាដោយសារអាយុកាលនិងអាកាសធាតុក៏ដោយសំណង់ដ៏ចំណាស់ទាំងនេះភាគច្រើននៅរក្សាបានរូបរាងល្អស្អាតនៅឡើយប៉ុន្តែក៏មានសំណង់មួយចំនួនធ្លាប់ត្រូវបានជួសជុលកែលម្អដោយម្ចាស់សំណង់ប៉ុន្តែពួកគេត្រូវសុំច្បាប់អនុញ្ញាតនិងត្រូវគោរពតាមបទដ្ឋាននិងរក្សាប្លង់សោភ័ណភាពនិងរូបរាងស្ថាបត្យកម្មរបស់សំណង់ឲ្យដូចទ្រង់ទ្រាយដើមសប្តាហ៍ថ្ងៃនេះបើយើងគិតពីអាយុអគារខ្លះមានអាយុដល់ជាង100ឆ្នាំអគារខ្លះមានអាយុក្រោម100ឆ្នាំយើងឃើញថាបើគិតពីអាយុថាអាយុប៉ុណ្ណេះហើយគឺអគារគឺមានភាពទ្រុឌទ្រោមហើយប៉ុន្តែដោយសារអគារទាំងអស់នេះដែលយើងចាត់ទុកជាអគារបេតិកភណ្ឌហើយយើងបានកំណត់ប្លុកបានកំណត់โซนដែលជាโซនគេហៅថាโซนអភិរក្សអញ្ចឹងមន្ទីរហ្នឹងគឺមានផែនការមាន3ផែនការ3ផែនការទី1បើសិនជាអគារណាដែលយើងពិនិត្យមើលទៅឃើញថាវានៅមានភាពរឹងមាំអញ្ចឹងការជួសជុលគឺយើងមិនអនុញ្ញាតឲ្យមានការវាយដំអីទេគឺមានការតែកោសលាបដើម្បីឲ្យមានពណ៌មានសោភ័ណភាពឡើងវិញបាទហើយនឹងអគារណាដែលមើលទៅដូចថាតកតនឹងការប្រើប្រាស់ខាងក្នុងវាមានបញ្ហាដែលតម្រូវការប្រើប្រាស់ហ្នឹងវាមិនត្រូវនៅពេលបច្ចុប្បន្នអញ្ចឹងយើងរក្សានៅរាងខាងក្រៅឲ្យដូចដើមដដែលតែអនុញ្ញាតឲ្យជួសជុលផ្នែកខ្លះក្នុងភាពខាងក្នុងដើម្បីតម្រូវការប្រើប្រាស់
របស់អ្នកប្រើប្រាស់អគារប៉ុន្តែរក្សាអគារនៅដដែលហើយប្រភេទទី3ដែលយើងហៅថាអគារដែលចាស់ទ្រុឌទ្រោមដែលបើសិនជាយើងរក្សាទុកទៅมันអាចរស់នៅបានហើយมันអាចប្រើបានដែលប៉ះពាល់ទៅដល់សុវត្ថិភាពនិងដល់អាយុជីវិតរបស់អ្នកប្រើប្រាស់យើងអនុញ្ញាតឲ្យរុះរើវាយចោលប៉ុន្តែសង់វិញដូចដើមដដែលដោយរក្សាភាពដើមដដែលតែត្រូវតែសុំការអនុញ្ញាតពីអាជ្ញាធរដែនដីការអនុញ្ញាតហ្នឹងមានការសុំមានដំណាក់កាលច្រើនជាងសំណង់ធម្មតាគឺមានការបញ្ជាក់មានអីត្រឹមត្រូវហើយធម្មតាការសាងសង់ក្រោម500ម៉ែត្រការ៉េគឺសម្រាប់តែត្រឹមរដ្ឋបាលក្រុងស្រុកទេប៉ុន្តែអគារបេតិកភណ្ឌយើងទាំងឡាយណាដែលត្រូវស្នើសុំជួសជុលឬក៏សាងសង់ហ្នឹងទោះប្រមាណការ៉េក៏ដោយគឺស្នើសុំរហូតទៅដល់អភិបាលនៃគណៈអភិបាលកំពតមានសិទ្ធិសម្រេចពីព្រោះវាមានសារៈសំខាន់មិនអាចឲ្យអាជ្ញាធរដែនដីគាត់សម្រេចមិនឆ្លងមន្ទីរមិនឆ្លងរដ្ឋបាលខេត្តទេបើគិតពីសមត្ថកិច្ចដែលក្រសួងបកគលឲ្យទូចអញ្ចឹងត្រូវសុំត្រឹមតែសមត្ថកិច្ចក្រុងស្រុកទេប៉ុន្តែដោយសារអគារនេះគឺជាអគារដែលមានសារៈសំខាន់ហើយដែលគេចាត់ទុកថាអគារបេតិកភណ្ឌហើយដែលយើងត្រូវរក្សាហ្នឹងយើងការស្នើសុំគឺស្នើសុំរហូតដល់រដ្ឋបាលខេត្តតើហេតុអ្វីបានជាខេត្តជាប់សមុទ្រមួយនេះសម្បូរទៅដោយសំណង់ចាស់យ៉ាងច្រើនដូចនេះបើប្រៀបធៀបទៅបណ្ដាខេត្តជាប់សមុទ្រចំនួន3ដទៃទៀតនោះមូលហេតុដែលខេត្តកំពតមានអគារបេតិកភណ្ឌច្រើនហ្នឹងដោយសារពីដើមមកខេត្តកំពតហ្នឹងគឺជាខេត្តមួយដែលមានទំហំផ្ទៃដីធំណាស់សូម្បីតែខេត្តប្រស័យអនុបើពីសម័យមុនហ្នឹងក៏ស្ថិតនៅក្នុងខេត្តកំពតយើងដែរអញ្ចឹងដែលមានទីដីធំអញ្ចឹងការគ្រប់គ្រងរបស់បារាំងហ្នឹងត្រូវតែដាក់គេហៅថាទីតាំងធំមួយនៅកន្លែងហ្នឹងចំណុចទី1ហើយចំណុចទី2ជាខេត្តដែលជាប់សមុទ្រអញ្ចឹងពេលបារាំងឡើងមកហើយគឺដល់ខេត្តហ្នឹងមុនគេបើនិយាយទៅងាយស្រួលក្នុងការសម្រាកក្នុងការអីចឹងអាហ្នឹងទៅតាមការសន្និដ្ឋានរបស់យើងណាហើយនឹងទី3យើងឃើញថាខេត្តកំពតហ្នឹងគឺវាមានលក្ខណៈភូមិសាស្ត្រហ្នឹងគឺល្អវាមើលទៅក៏បារាំងចាប់ចិត្តជាងគេកាលណាចាប់ចិត្តជាងគេគឺរស់នៅច្រើនជាងគេហើយបាទហើយបើយើងគិតពីសក្តានុពលខេត្តកំពតហ្នឹងវាមានសក្តានុពលគ្រប់ទាំងអស់អញ្ចឹងហើយដែលឲ្យបារាំងហ្នឹងគឺបោះទីតាំងឲ្យថាគិតគូរច្រើនជាងគេទី1ខេត្តកំពតយើងហ្នឹងមានអំបិលណាអំបិលពីដើមមកចែកចាយទូទាំងប្រទេសអញ្ចឹងអត់មានខេត្តណាដែលអាចផលិតអំបិលបានទេទោះបីយើងនិយាយថានៅខាងខ្សែអំបិលតែពីមុនមកបែករហូតដល់ខាងនោះស្ថិតនៅក្នុងខេត្តកំពតទាំងអស់ហ្នឹងសម័យមុនហ្នឹងអញ្ចឹងទីដីខេត្តកំពតហ្នឹងធំហើយខេត្តកំពតហ្នឹងវាមានត្រីសមុទ្រហ្នឹងសម្បូរព្រោះគ្របដណ្ដប់ជិតដល់កំពង់សោមជិតអស់ហើយខេត្តកែបហ្នឹងក៏ស្ថិតនៅក្នុងខេត្តកំពតដែរពីមុនមកអញ្ចឹងតំបន់ឆ្នេរតំបន់នេសាទហ្នឹងផលិតផលត្រីសមុទ្រអីហ្នឹងគឺនៅខេត្តកំពតទាំងអស់ហើយវាមាននិយាយពីខាងគេហៅភោគផលផល្លានុផលហ្នឹងណាភោគផលព្រៃឈើផ្លែឈើហ្នឹងកំពតហ្នឹងមានម្រេចមានអីតាំងពីមុនសម័យបារាំងទៀតហ្នឹងអញ្ចឹងបើនិយាយទៅវាមានសក្តានុពលច្រើនដែលបារាំងចាប់ចិត្តជាងគេដែលរហូតដល់បោះទីតាំងនៅកន្លែងហ្នឹងឯងធំជាងគេហើយបន្សល់អគារច្រើនជាងគេបើនិយាយទៅមិនអស់ហើយវាមានច្រើនឃ្លាតពីក្រុងកំពតចម្ងាយជាង40គីឡូម៉ែត្រនាពេលបច្ចុប្បន្នកំពូលភ្នំបូកូត្រូវបានអភិវឌ្ឍឲ្យក្លាយជាទីក្រុងទេសចរណ៍ដ៏ទំនើបមួយស្ថិតនៅកម្ពស់ជាង1080ម៉ែត្រពីនីវ៉ូទឹកសមុទ្រទីនេះក៏មានសំណង់អគារចាស់ជាច្រើនដែលត្រូវបានបន្សល់ទុកដោយជនជាតិបារាំងនៃសម័យអាណានិគមនិងដោយសម័យសង្គមរាស្ត្រនិយមអគារចាស់ទាំងនេះមានសណ្ឋាគារនិងកាស៊ីណូដ៏ស៊ីវិល័យផ្ទះវីឡាសម្រាប់រដ្ឋការបារាំងផ្ទះស្នាក់សម្រាប់ទទួលភ្ញៀវបរទេសការិយាល័យប្រៃសណីយ៍និងទូលេខព្រះវិហារកាតូលិកសាលាក្រុងរោងចក្រអគ្គិសនីវត្តព្រះពុទ្ធសាសនាព្រះរាជដំណាក់របស់ព្រះបាទស៊ីសុវត្ថិមុនីវង្សនិងព្រះរាជដំណាក់របស់សម្ដេចព្រះនរោត្តមសីហនុព្រះបរមរតនកោដ្ឋបច្ចុប្បន្នអគារមួយចំនួននិងព្រះរាជដំណាក់របស់អតីតព្រះមហាក្សត្រខ្មែរត្រូវបានជួសជុលកែលម្អដោយត្រូវរក្សាទ្រង់ទ្រីដើមដើម្បីទទួលភ្ញៀវទេសចរលោកសឹមសុខជាមានប្រសាសន៍ថាក្នុងពេលអនាគតប្រសិនជាសំណង់បេតិកភណ្ឌក្នុងក្រុងកំពតរក្សាបានវត្តមាននោះ
ខេត្តកំពតក៏ដូចជាប្រទេសកម្ពុជាទាំងមូលពិតជាទទួលបានអត្ថប្រយោជន៍យ៉ាងធំធេងពីសំណង់បេតិកភណ្ឌទាំងនេះសំណង់បេតិកភណ្ឌទាំងនេះក៏ត្រូវបានចាត់ទុកជាកំណត់ទេសចរយ៉ាងមហាសាលទៅថ្ងៃមុខទៀតបើយើងអភិរក្សបានដូចជាសពថ្ងៃនឹងដដែលគឺយើងចំណេញច្រើនណាស់ទី1គឺពាក់ព័ន្ធជាមួយនឹងគេហៅថាគេឈ្មោះបានន័យថាកាលណាមានអាគារនឹងច្រើនបានន័យថាសម័យនោះគឺបារាំងស្រឡាញ់កន្លែងណាច្រើនមានអាគារច្រើនហើយដូចបច្ចុប្បន្នហ្នឹងកាលណាយើងចង់រស់នៅខេត្តណាច្រើនគឺខេត្តហ្នឹងគឺត្រូវតែមានការលូតលាស់ផ្នែកសំណង់ផ្នែកហេដ្ឋារចនាសម្ព័ន្ធហ្នឹងច្រើនហើយអាហ្នឹងទី1យើងដឹងថាវាមានស្អីដែលល្អហើយបានជាមានអាគារច្រើនមានអ្នករស់នៅច្រើនហ្នឹងទី1ដែលបន្សល់ទុកឲ្យមនុស្សទូទាំងពិភពលោកមិនមែនតែប្រទេសយើងទេឲ្យតែមកចូលដល់កន្លែងណាដែលឃើញថាមានអាគារបុរាណមានអាគារចាស់ច្រើនហ្នឹងបានន័យថាពីដើមមកកន្លែងហ្នឹងមានសក្តានុពលអីមួយមានអីដែលល្អតាំងវប្បធម៌តាំងការរស់នៅឲ្យបានជាមានអាគារច្រើនអញ្ចឹងហ្នឹងទី1ទី2បើយើងរក្សាបានគឺយើងអាចតាក់ទាញភ្ញៀវទេសចរមកទស្សនាមកមើលមកលេងនិយាយទៅចំមកលេងខេត្តកំពតយើងហ្នឹងក៏គេផ្ដោតទៅលើសំណង់បេតិកភណ្ឌហ្នឹងដែរពីព្រោះសំណង់នោះគេចង់ដឹងពីស្នាដៃស្ថាបត្យកម្មពីមុនដើម្បីប្រៀបធៀបស្នាដៃស្ថាបត្យកម្មឥឡូវនេះអាហ្នឹងកាលណាមកគេចាយលុយយើងបានចំណូលចូលសេដ្ឋកិច្ចហើយចូលរដ្ឋហើយយើងមើលសំណង់បេតិកភណ្ឌនៅខេត្តកំពតយើងនេះមានតម្លៃថ្លៃណាស់ពីមុនមកយើងអត់ដឹងថាវាមានតម្លៃថ្លៃដល់បច្ចុប្បន្ននេះអ្នកធម្មតាល្មមនៃជីវភាពល្មមអត់មានលទ្ធភាពទិញសំណង់អស់នេះទេសំណង់បេតិកភណ្ឌនៅក្នុងខេត្តកំពតយើងហ្នឹងគឺថា 60% ជនជាតិបរទេសមកទិញឬក៏មកជួលបើកជាភោជនីយដ្ឋានបើកជាផ្ទះសំណាក់ដូចជារោងកុននៅខាងខៅរូបភាពរោងកុននេះបញ្ចូលទៅក្នុងសន្តាគារចូលលំដាប់ផ្កាយ3ផ្កាយ4ណាអញ្ចឹងរាល់ថ្ងៃនេះជនជាតិបរទេសជាពិសេសជនជាតិបារាំងជនជាតិអឺរ៉ុបតែគាត់មកដល់គាត់ស្រឡាញ់អាគារគាត់ចង់មកមើលអាគារគាត់ចង់មកមើលសម័យគាត់មកគ្រប់គ្រងវាយ៉ាងម៉េចវាមានបន្សល់ទុកអីខ្លះតែមកចាយលុយហើយតាចាយលុយវាមានចំណូលសេដ្ឋកិច្ចអញ្ចឹងទោះបីជាយ៉ាងណាក៏ដោយក៏មន្ទីររាជចន្ទដែនដីជាមួយនឹងរដ្ឋបាលខេត្តគឺយើងត្រូវតែយកចិត្តទុកដាក់លើសំណង់បេតិកភណ្ឌណាដែលបានទី1ជាសម្ព័ន្ធភាពជាលំអក្រុងផងទី2ជាភាពតាក់ទាញដល់ភ្ញៀវទេសចរផងទី3សម្រាប់បង្អួតស្នាដៃស្ថាបត្យកម្មផងហើយនឹងទី4ហ្នឹងគឺថាវាគ្មានខេត្តណាមានច្រើនមានតែខេត្តយើងវាដាច់គេមានប្រមាណមានតែ3 4ខេត្តបាត់ដំបងកាចេះភ្នំពេញហើយនឹងខេត្តកំពតក្រោមការដឹកនាំរបស់អភិបាលនៃគណៈអភិបាលខេត្តគ្រប់ចំនួននិងមានស្ថាប័នមន្ទីរជុំវិញខេត្តជាសេនាធិការខេត្តកំពតបានប្រែមុខមាត់និងត្រូវបានអភិវឌ្ឍគ្រប់វិស័យឲ្យក្លាយជាខេត្តទេសចរនិងសេដ្ឋកិច្ចដ៏ល្បីល្បាញសម្រាប់ទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិប៉ុន្តែអ្វីដែលខេត្តនេះមានចំណុចទាក់ទាញនិងគួរឲ្យចាប់អារម្មណ៍ជាច្រើនសម្រាប់បំពេញចិត្តរបស់ភ្ញៀវទេសចរទាំងឡាយនោះគឺស្ថិតក្នុងក្រុងកំពតតែម្ដងក្រុងនេះប្រៀបបានកូនទីក្រុងបុរាណមួយស្ថិតប្របមាត់ព្រែកដែលបានកើតចេញពីការរៀបចំប្លង់ដែនដីហេដ្ឋារចនាសម្ព័ន្ធកិច្ចអភិវឌ្ឍនានាតាមបែបស្ថាបត្យកម្មបារាំងនិងមានរបាំងភ្នំនិងសម្រស់ព្រៃព្រឹក្សានៅពីក្រោយគឺជាទេសភាពមួយដែលកម្ររកបានណាស់បច្ចុប្បន្នក្រៅពីសំណង់បេតិកភណ្ឌក្រុងកំពតដ៏ល្បីល្បាញចាប់ផ្ដើមមានសំណង់ទាន់សម័យនិងខ្ពស់មួយចំនួនកំពុងលេចចេញជារូបរាងបណ្ដើរដែលការរួមបញ្ចូលគ្នានៃស្ថាបត្យកម្មសំណង់ធ្វើឲ្យអតីតទីក្រុងអាណានិគមនិងទីក្រុងនាពេលបច្ចុប្បន្ននេះកំពុងរំលេចឲ្យលេចចេញជាទីក្រុងមួយដ៏គួរឲ្យទាក់ទាញសម្រាប់ការមកទស្សនារបស់ភ្ញៀវទេសចរតើការសាងសង់សំណង់ថ្មីនិងខ្ពស់នេះអាចបង្កឲ្យមានផលប៉ះពាល់ដល់សំណង់បេតិកភណ្ឌដែរឬទេវាអាចមានប៉ះពាល់ដែរប៉ុន្តែប៉ះពាល់ដល់សំណង់បេតិកភណ្ឌហ្នឹងគឺតិចតួចទេតិចតួចបំផុតដោយសារអីបានជាយើងនិយាយថាតិចតួចបំផុតដោយសារយើងបានកំណត់โซนហើយនឹងកំណត់ប្លុកនៅក្នុងការសាងសង់អញ្ចឹងប្លុកដែលនៅចិត្តអាគារបេតិកភណ្ឌហ្នឹងมันអនុញ្ញាតឲ្យសង់អាគារដែលធ្វើម៉េចធ្វើឲ្យរំខាន
ដល់អាគារបេតិកភណ្ឌទេបើមានគឺមានតិចតួចបំផុតមានដូចជាអាគារ42ជាន់យើងនេះប៉ុន្តែអាគារនេះគឺខួងទេมันអាចมันបុកទេអញ្ចឹងការដែលធ្វើឲ្យមានបញ្ហាហ្នឹងក៏វាមិនច្រើនប្រហែលដែរហើយអាគារនេះគាត់ធ្វើលឿនតែមកប្រាវអញ្ចឹងគឺគាត់រួចអញ្ចឹងប៉ុន្តែវាមានការប៉ះពាល់ដែរមានការអង្គើដែលមានការជូនដំណឹងពីប្រជាពលរដ្ឋដែរទាក់ទងនឹងអាគារបេតិកភណ្ឌនៅចិត្តនោះប៉ុន្តែបន្ទាប់ពីនោះមកមានការត្រួតពិនិត្យយើងថាมันឃើញថាมันអីទេដោយសារអាគារទាំងអស់នោះគឺថាអត់មានបញ្ហាអីដែរក្រោយពីយើងបញ្ចប់ពីគ្រឹះរបស់អាគារធំនេះហើយក៏មានការឲ្យប្រើបច្ចេកទេសណាដែលมันប៉ះពាល់ជាពិសេសនៅក្នុងការសាងសង់នៅចិត្តអាគារបេតិកភណ្ឌហ្នឹងភាគច្រើនគឺយើងមិនអនុញ្ញាតឲ្យបុកគ្រឹះដែលធ្វើឲ្យកើខ្លាំងអញ្ចឹងយើងធ្វើការសង្កត់ឬក៏ខួងដើម្បីកុំឲ្យមានការប៉ះពាល់ហើយក៏យើងកំណត់នៅក្នុងប្លង់គោលរបស់យើងថាតំបន់ណាที่យើងអនុញ្ញាតឲ្យសង់អាគារខ្ពស់តំបន់ណាដែលអនុញ្ញាតឲ្យសង់អាគារកម្ពស់មកហ្នឹងអញ្ចឹងយើងមានកន្លែងយើងដែលត្រូវសាងសង់អញ្ចឹងតំបន់អាគារបេតិកភណ្ឌនេះគឺมันអនុញ្ញាតឲ្យសង់អាគារខ្ពស់ទេលើកលែងតែអាគារពាណិជ្ជកម្មមួយដែលមានកម្ពស់42ជាន់នេះគឺជាអាគារមួយដែលគេថាមានសារៈសំខាន់សម្រាប់ខេត្តកំពតដែរហើយនៅក្នុងចន្លោះសូនរបស់គាត់នឹងខណ្ឌនៅផ្លូវប៉ាត់ជុំវិញมันចប់គេហៅថាมันចប់នឹងរបងរបស់អាគារបេតិកភណ្ឌទេប៉ុន្តែទោះជាយ៉ាងណាអាគារនេះក៏មានផលប៉ះពាល់ខ្លះចំពោះអាគារបេតិកភណ្ឌប៉ុន្តែបន្ទាប់ពីការសាងសង់អាគារនេះហើយក៏យើងអាគារណាដែលមានប៉ះពាល់សំណង់បេតិកភណ្ឌណាដែលមានការប៉ះពាល់ត្រូវតែជួសជុលឡើងវិញដើម្បីកុំឲ្យវាមានការខូចធ្ងន់ធ្ងរដោយសារភាពចំណាស់សំណង់ផ្ទះនិងអាគារមួយចំនួនត្រូវបានទុកចោលនិងសំណង់ខ្លះទៀតត្រូវបានជួសជុលសម្រាប់រស់នៅសម្រាប់ប្រកបអាជីវកម្មនិងសម្រាប់ប្រើប្រាស់ជាអាគាររដ្ឋបាលតើសំណង់ផ្ទះនិងអាគារចាស់ៗទាំងនេះត្រូវបង់ពន្ធអចលនទ្រព្យដែរឬទេលោកហ៊ានសុខុលប្រធានសាខាពន្ធដារខេត្តកំពតបានពន្យល់យ៉ាងដូចនេះថាពាក់ព័ន្ធនឹងការសំណង់បាទអញ្ចឹងអគ្គនាយកដ្ឋានពន្ធដារក៏ដោយក្រសួងហិរញ្ញវត្ថុបានចេញបទបញ្ញត្តិពាក់ព័ន្ធនឹងការប្រមូលពន្ធលើអចលនទ្រព្យដោយបែងចែកទ្រព្យនោះជា3ប្រភេទបាទទី1សំណង់មានអាយុលើសពី10ឆ្នាំទី2សំណង់ដែលមានអាយុក្រោម10ឆ្នាំក្នុងអាយុក្រោម10ឆ្នាំនោះក៏មានការបែងចែកជា3ប្រភេទទៀតមួយគឺសំណង់ឥដ្ឋបេតុងទី2សំណង់មិនមែនឥដ្ឋបេតុងនិងទី3ខុនដូជា3ប្រភេទនោះហើយតម្លៃក៏មានការប្រែប្រួលទៅតាមអាយុកាលបានទេសំណង់នោះអាយុកាលចាស់ការប្រមូលមូលដ្ឋានកិត្តពន្ធក៏ទាបជាងថ្មីបាទប៉ុន្តែជាទស្សនវិជ្ជាជារួមបាទរាជរដ្ឋាភិបាលមានការអនុគ្រោះពន្ធច្រើន2ដងចំពោះការប្រមូលពន្ធលើអចលនទ្រព្យទី1គឺឆន្ទានុសិទ្ធិរបស់នាយករដ្ឋមន្ត្រីសម្ដេចតេជោមានការអនុគ្រោះ 20% បាទទី2ច្បាប់ស្តីពីការគ្រប់គ្រងប្រមូលពន្ធលើអចលនទ្រព្យអនុគ្រោះ100លានរៀលបាទនេះមិនធ្វើជាមូលដ្ឋានកិត្តពន្ធទេបាទអញ្ចឹងមានការអនុគ្រោះ2តង់បានន័យថាប្រជាពលរដ្ឋដែលមានផ្ទះចាស់ឬក៏គាត់ក្រីក្រផ្ទះមួយល្វែងអីឬផ្ទះនៅឆ្ងាយពីទីប្រជុំជនគាត់អត់ជាប់ពន្ធទេបាទក្រៅពីហ្នឹងផ្ទះមួយល្វែងអីចូលមួយឆ្នាំអីបង់20000 30000 50000អីចឹងទៅតាមចិត្តផ្លូវធំឬក៏ឆ្ងាយពីផ្លូវធំអញ្ចឹងបាទប៉ុន្តែជាទូទៅយើងប្រមូលបានច្រើនដែរជិត600លានដែរក្នុងមួយឆ្នាំហើយក៏មានការកើនឡើងជាប្រចាំដោយសារអីមានការវិវត្តការសាងសង់ថ្មីអញ្ចឹងអចលនទ្រព្យគឺកើនឡើងតាមនឹងដែរកើនជាប្រចាំបាទស្ថិរភាពពីចំណូលរបស់យើងបាទ